បាទសួស្ដីមេទាំងអស់គ្នាថ្ងៃនេះឡានយើងទំនេរអត់បានទៅដឹកដីទេឥឡូវនេះយើងមកដឹកគោយ័ន្តម្ដងដោយសារថ្ងៃនេះគឺទំនេរអញ្ចឹងមួយប្រើឲ្យមកដឹកគោយ័ន្ទមានគោយ័ន្ទសណ្ដោងឡានសណ្ដោងអីអញ្ចឹងថ្ងៃហ្នឹងសុំសម្រាប់ដឹកដីជូនមួយថ្ងៃណាបងប្អូនដោយសារយើងកំពុងតែដឹកគោយ័ន្ទយកទៅឲ្យមួយនៅផ្ទះឥឡូវនេះមានគោយ័ន្ទ2ដែលយើងត្រូវដឹកយកទៅដើម្បីដាក់ជូនមួយនៅឯផ្ទះចង់និយាយថាគោយ័ន្តនេះគឺមានតែក្បាលទេបងប្អូនគឺអត់មានហៅថារមាក់សណ្ដោងទេដោយសារអីដោយសារគោយ័ន្តនេះធ្វើតែក្បាលអញ្ចឹងហើយវាអត់មានរមាក់សណ្ដោងឥឡូវឡានយើងកំពុងតែចេញដំណើរទៅហើយកំពុងតែដឹកទៅហើយគាត់ថាផ្ទះយើងនេះអត់នៅឆ្ងាយទេគាត់ថាមកចង្ហៀនដល់ទេណាបងប្អូនហើយខាងតកុងឡានយើងនេះកំពុងតែបកមកវិញហើយសារវាយើងទៅយកគោយ័ន្តមួយទៀតដើម្បីដឹកយកទៅឲ្យមកយើងនៅឯផ្ទះម្នាក់ទៀតណាអញ្ចឹងឥឡូវរៀបចំឡើងហើយគោយ័ន្តយើងកំពុងតែរៀបចំឡើងទៅហើយគោយ័ន្តនេះឡើងទៅត្រង់ចង់មកក្រោយវិញគោយ័ន្តសង្ស័យទៅឡើងទៅអស់ប្រេងមើលទៅរៀបចំចេញទៅមួយទៀតហើយមួយបើសិនយើងត្រូវការឲ្យដឹកគោយ័ន្តដឹកអីអាចទាក់ទងបានបងប្អូនណាព្រោះឲ្យឡានយើងទន្លេពីការដឹកដីយើងដឹកគោយ័ន្តដើម្បីបានរួចថ្លៃសាំងខ្លះឥឡូវមកសុទ្ធឡើងថ្លៃណាមេអើយអញ្ចឹងឆ្លៀតរោគក្រៅខ្លះហើយអញ្ចឹងទេអត់មានលុយទិញមកសុទ្ធចាក់ដឹកដីបន្តទៀតទេឥឡូវដាច់ដៃមែនទេណាឥឡូវយើងកំពុងតែទម្លាក់គោយ័ន្តចោះមកក្រោមវិញតែប៉ុន្តែដឹកថ្ងៃណាគេឲ្យលុយហើយគេជឿសិនហ្នឹងទៅសារយើងនឹងវាដឹកទៅដឹកមកពេញទៅក្រោមផ្ទះហ្នឹងឯងមានបានទៅណាទៅណីទេមួយឡានពណ៌លឿងនេះក៏ត្រូវការដឹកដែរឥឡូវរុញញ៉ាញ់ឡើងមួយទៀតដើម្បីដឹកយកទៅចាក់ចោលបណ្ដោយឡាននឹងអត់បានការចេញដំណើរមួយទៀតហើយចេញដំណើរដើម្បីយកឡានហ្នឹងទៅចាក់នៅកន្លែងផ្សេងហ្នឹងមិនចាក់ដីថ្ងៃនេះគឺដឹកឡានយកទៅចាក់គាត់ថាឡានហ្នឹងវែងជាងឡានយើងទៀតអញ្ចឹងដឹកតង់ចឹងបណ្ដោយទៅធ្លាក់តាមផ្លូវក៏ធ្លាក់ទៅអត់ខ្វល់ទេមួយទាំងអស់គ្នាអូខេឥឡូវកំពុងអាយ៉ែមកឥឡូវដាក់ចដើដើម្បីដឹកចេញហើយដាក់ចុះអូខេថយក្រោយចេញមកហើយអូខេរួចរាល់ចាំស្អែកចាំទៅគិតលុយពីអ៊ីនៅជិតផ្ទះហ្នឹងឡានយើងគឺថាកំពុងតែតម្រៀបជួរគ្នាហើយឥឡូវដល់ម៉ោងបាយហើយគឺសម្រាប់ទៅបាយបន្តិចសិនឡានហ្នឹងគឺដោយសារយើងដឹកទៅវានេះពេកយើងសម្រាប់បាយសិនកុំចំនេះអានេះជាពេញសាយទៅបាននេះវិញមេមនុស្សខាងនេះសក់មនុស្សតែនេះខ្លួនឆ្កែមកទៅជាគេដោះនៅខាងលើទៅពីមនុស្សទៅមនុស្សគឺដឹកក្នុងម្ដងវ៉ាដឹកសិនចូលហ្នឹងចេញដល់អានេះចេញដឹកមកបីលុយអានេះកន្លែងយកពីច្រើន